ក្តៅបងប្អូនព័ត៌មាននេះក្តៅមែនទែនហើយបងប្អូនគួរតែអាននិងគួរតែស្ដាប់បាទបើតាម page របស់ក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញថាសៀមបានចូលមកវាស់វែងដោយខុសច្បាប់នៅទឹកដីភូមិប្រច័ន្ទនៅភូមិជោគជ័យឃុំបបៃជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យចន្លោះពីថ្ងៃទី18ដល់ថ្ងៃទី22ខែ6ឆ្នាំ2026បងប្អូនអរគ្នាកុំភ្លេច follow page បាយមានផងឃើញបងប្អូនមើលច្រើនទស្សនាច្រើនឃើញ share ច្រើនតែអត់បាន follow កុំភ្លេចជួយ admin ផងណា follow ឲ្យបានច្រើនបាន 100k មើល admin មានកាដូជូនឡើយហ្នឹងបងប្អូនអរគ្នាបើតាម page របស់ក្រសួងការបរទេសគឺបានបង្ហាញថាសៀមបានចាត់មនុស្ស25នាក់បាទរួមជាមួយនឹងឡាន9គ្រឿងហើយក្នុងនោះក៏មានមន្ត្រីចៅសៀមចូលមកវាស់វែងបាទលើទឹកដីភូមិជោគជ័យនិងភូមិប្រច័ន្ទមិនដឹងថាក្នុងនោះមានចេតនាស្អីទេប៉ុន្តែបើតាមមើលសកម្មភាពគឺចូលមកវាស់វែងដូចធ្វើប្លង់រឹងអញ្ចឹងណាអញ្ចឹងសៀមនៅតែសៀមមែនតើបាទបន្តនៅបង្កើននូវភាពតានតឹងក្នុងតំបន់តាមព្រំដែនដែលមិនទាន់ដាច់ស្រេចហើយសៀមបានរំលោភលើកិច្ចព្រមព្រៀងបទច្បាញ់នៅថ្ងៃទី27ខែ12ឆ្នាំ2025ក្នុងកិច្ចព្រមព្រៀងបានបញ្ជាក់យ៉ាងច្បាស់ហើយគឺទាហានឈរត្រង់ណាគឺឈរត្រង់ហ្នឹងប៉ុន្តែមិនបង្កើនភាពតានតឹងទេគឺឈរស្ងៀមរងចាំការវាស់វែងរបស់គណៈកម្មការកិច្ចការព្រំដែនរវាងប្រទេសទាំងពីរប៉ុន្តែសៀមអត់ធ្វើតាមទេអញ្ចឹងសៀមតែបង្ករឿងឥតឈប់ឈរបើតាមព័ត៌មានគឺបានចូលមកចន្លោះបង្គោលព្រំដែនលេខ46និង47ញុះញង់រាល់ថ្ងៃបាទហើយបងប្អូនអរគ្នាកុំតាមដានរឿងអត់ប្រយោជន៍ខ្ញុំនិយាយត្រង់អញ្ចឹងបងប្អូនងាកមកមើលព្រំដែនយើងវិញហេតុអីភាសឹកច្រើនណាស់ប្រជាជនភាសឹកច្រើនណាស់ដែលមិនទាន់បានចូលលំនៅឋានប៉ុន្តែខ្ញុំឃើញបុគ្គលមួយចំនួនព្យាយាមបំបីស្ថានភាពមែនទែនបងប្អូនគួរតែងាកមកតាមដានរឿងព្រំដែនសៀមរោរឿងយើងគ្រប់ពេលវេលាអញ្ចឹងបើបងប្អូនទាំងអស់គ្នាគឺជាអ្នកថតវីដេអូដូចខ្ញុំអញ្ចឹងជា creator ជា influencer បងប្អូនគួរតែធ្វើវីដេអូអំពីព្រំដែនឲ្យច្រើនមកដើម្បីបង្ហាញថាពិភពលោកថាសៀមនៅតែឈ្លានពានខ្មែររាល់ថ្ងៃបាទអត់ឈប់ឈរហ្មងមានបន្ទូគ្រាប់បែកមានចល័តតបបាទមានបង្ហាញនេះបង្ហាញនោះព័ត៌មានសៀមគឺសាហាវជាងខ្មែរសៀមបង្កើតព័ត៌មានคล้ายៗច្រើនជាងខ្មែរទៀតអញ្ចឹងខ្មែរយើងគួរតែបង្កើតព័ត៌មានពិតហើយបាញ់ទៅសៀមដើម្បីឲ្យអន្តរជាតិបានមើលអញ្ចឹងសៀមនៅតែបង្ករឿងជាមួយខ្មែរអត់ឈប់ឈរអញ្ចឹងបងប្អូនអរគ្នាកុំភ្លេចយើងតាមដានបើសិនជាបងប្អូនចង់ដឹងព័ត៌មានច្បាស់បងប្អូនទៅមើល page របស់ក្រសួងបែបមិននិយាយខុសគឺធ្វើអញ្ចឹងហើយខ្ញុំព្យាយាមយកព័ត៌មានមកបង្ហាញពួកសៀមឈ្លានពានយើងរាល់ថ្ងៃណាហើយឥឡូវដូចមើលថ្ងៃទីចន្លោះថ្ងៃទី18ថ្ងៃ22អញ្ចឹងចូលមកវាស់វែងចូលមកឈូសឆាយនៅលើទឹកដីខ្មែរដែលសៀមកំពុងតែកាន់កាប់ខុសច្បាប់ហ្នឹងហើយបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ share វីដេអូនេះសំខាន់ណាស់សម្រាប់បងប្អូនដែលគាត់មិនចេះអានអក្សរហើយគាត់មើលអូខេអញ្ចឹងអរគុណជួបនៅវីដេអូក្រោយ